ចិនឥឡូវនេះត្រូវបានគ្រប់គ្រងដោយតួសម្ដែងដែលកើតក្រោយឆ្នាំ1995ក្រៅពីតារាស្រីលំដាប់កំពូលអ៊ីស៊ូស៊ីននិងចៅលឺស៊ឺតារាស្រីល្បីៗផ្សេងទៀតដូចជាចៅយៀធានស៊ីវៃសុងជូអឺចាងជីងអ៊ីនិងម៉ងជឺអ៊ីជាដើមក៏ត្រៀមខ្លួនសម្រាប់ភាពជោគជ័យផងដែរតារាស្រីដែលកើតក្រោយឆ្នាំ1995រូបណាដែលអ្នកគិតថានឹងមានអនាគតល្អជាងគេថ្មីនេះការស្ទង់មតិតាមប្រព័ន្ធអ៊ីនធឺណិតរបស់ចិនបានចាត់ចំណាត់ថ្នាក់តារាស្រីកម្ពុជាទាំង10ដែលកើតក្រោយឆ្នាំ1995ដែលអ្នកមានសតិធិនិយមបំផុតក្នុងរយៈពេល5ឆ្នាំចុងក្រោយធានស៊ីវៃជាប់លេខ7ចៅយៀវ៉ាងឈូរ៉ានចាងជីងអ៊ីសុទ្ធតែនៅក្នុងបញ្ជីចង់ដឹងថាមានតារាស្រីណាខ្លះទៀតសូមតាមដានទស្សនាដូចតទៅយ៉ាងឆៅយៀសម្រស់យ៉ាងឆៅយៀស្អាតឥតខ្ចោះជាមួយនឹងរូបរាងផ្អែមល្ហែមពីមុននាងបង្ហាញភាពអស្ចារ្យក្នុងរឿងភាគដូចជា Love You 7 Times Promise of Chang'an Dance of the Phoenix និង Heroes ជាដើមរូបពេលដែលយ៉ាងឆៅយៀបង្ហាញខ្លួនក្នុងសម្លៀកបំពាក់សម័យថ្មីវាតែងតែមានការភ្ញាក់ផ្អើលសូម្បីតែការចូលរួមជាតួកិត្តិយសកាលពីឆ្នាំមុនក្នុងនាមជាចាងលីក្នុងរឿង The Double បានបង្កឲ្យមានការពិភាក្សាគ្នាយ៉ាងក្តៅគគុកផងដែរយ៉ាងឆៅយៀគឺជាប្រធានបទដ៏គួរឲ្យចាប់អារម្មណ៍ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះដែលជាយូរមកហើយត្រូវបានគេចាត់ទុកថាជាផ្កា95លំដាប់កំពូលយ៉ាងណាមិញការសម្ដែងរបស់នាងគឺមិនទាន់មានការទទួលស្គាល់ជាទូទៅនោះទេនាងតែងតែទទួលរឿងនៃការរិះគន់ឆៅយៀបានដើរតួជាតួនាំមុខគេក្នុងរឿងភាគប្រវត្តិសាស្ត្រសំខាន់ជាច្រើនក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយប៉ុន្តែបន្ទាប់ពីមានការរិះគន់យ៉ាងខ្លាំងមកនាងមានឱកាសតិចតួចជាងមុនសម្រាប់ផលិតកម្មធំឆនេះបើសិនបើនាងអាចផ្ដោតលើការលើកតម្កើងជំនាញសម្ដែងរបស់នាងប្រហែលជាកេរ្តិ៍ឈ្មោះរបស់នាងអាចត្រឡប់មកវិញបានហើយនៅពេលនេះយ៉ាងឆៅយៀមានការងារតែមួយគត់ក្នុងរឿង The King of Comedy ដែលជារឿងភាគបែបកំប្លែងនិងចំណាយថវិកាតិចតួចរបស់ប៉ុស្តិ៍កំសាន្ត iQIYI ហើយវាក៏ជាការសម្រួលចេញពីខ្សែភាពយន្ត The King of Comedy របស់ Tin Fy កាលពីឆ្នាំ1999ផងដែរអ៊ីស៊ូស៊ីននិងចៅលឺស៊ឺបច្ចុប្បន្នគឺជាតារាស្រីវ័យក្មេងកំពូលទាំងពីរដែលកើតក្រោយឆ្នាំ1995បើប្រៀបធៀបជាមួយចៅលឺស៊ឺដែលកំពុងមានរឿងចម្រូងចម្រាសការសម្ដែងរបស់អ៊ីស៊ូស៊ីនក្នុងប៉ុន្មានឆ្នាំចុងក្រោយនេះពិតជាគួរឲ្យចាប់អារម្មណ៍ខ្លាំងណាស់បន្ទាប់ពីរឿង Love Between Fairy and Devil នាងក៏បានសម្ដែងក្នុងរឿងភាគដែលទទួលបានការចាប់អារម្មណ៍ជាច្រើនផ្សេងទៀតដូចជា Love in Eastern Fantasy A Romance of the Little Forest និង My Journey to You ជាដើមទោះយ៉ាងណាអ្នកយមលេងអ៊ីនធឺណិតជាច្រើនគិតថារូបរាងរបស់អ៊ីស៊ូស៊ីនគឺមិនគ្រប់គ្រាន់ហើយនាងតែងតែរងការរិះគន់ចំពោះរូបរាងរបស់នាងដែលជាហេតុធ្វើឲ្យនាងមិនជាប់ចំណាត់ថ្នាក់ខ្ពស់បែបនេះប៉ុន្តែសម្រាប់អ្នកដឹកនាំបាននិយាយថាអ៊ីស៊ូស៊ីនក៏មានមន្តស្នេហ៍ផ្ទាល់ខ្លួនរបស់នាងដែរទម្រង់មុខរាងមូលរបស់នាងពិតជាគួរឲ្យចង់គយគន់និងមានជំនាញសម្ដែងល្អទៀតផងលើពីនេះអ៊ីស៊ូស៊ីនគឺជាតារាល្បីមួយរូបដែលអាចនាំយកប្រធានបទផ្ទាល់ខ្លួនរបស់នាងនៅក្នុងវិស័យកម្សាន្តហើយមិនបាច់បារម្ភថាគ្មានអ្នកចាប់អារម្មណ៍នាងនោះទេព្រោះនាងតែងតែទទួលបានការយកចិត្តទុកដាក់ពីមហាជនគ្រប់ពេលវ៉ាងឈូរ៉ានគឺជាតារាដែលកំពុងមានការរីកចម្រើនយ៉ាងឆាប់រហ័សក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះនាងទទួលបានប្រជាប្រិយភាពដោយសារតួនាទីជាចាងអ៊ីហានក្នុងរឿង Serenade of Peaceful Joy ក្រោយមកការបង្ហាញខ្លួនជាបន្តរបស់នាងក៏ទទួលបានការចាប់អារម្មណ៍កាន់តែខ្លាំងផងដែរក្នុងឆ្នាំ2023វ៉ាងឈូរ៉ាននិងយ៉ាងបានសហការគ្នាក្នុងរឿង Fireworks of My Heart ពេលត្បិតតែរឿងមួយនេះទទួលបានការរិះគន់យ៉ាងចាស់ដៃក៏ដោយប៉ុន្តែវាក៏បានធ្វើឲ្យវ៉ាងឈូរ៉ានក្លាយជាប្រធានបទដ៏ក្តៅគគុកផងដែរវ៉ាងឈូរ៉ានមានរឿងភាគដែលនឹងចេញនាពេលខាងមុខជាច្រើនរួមទាំងរឿងភាគប្រវត្តិសាស្ត្រ How Dare You ជាមួយតារាប្រុសចឹងលីប៉ុន្តែប៉ុណ្ណោះនាងក៏បានសម្ដែងក្នុងរឿងភាគសាធារណរដ្ឋ Overdue ដែលបានបង្កើតនូវការភ្ញាក់ផ្អើលយ៉ាងខ្លាំងចាប់តាំងពីការប្រកាសដំបូងជាមួយនឹងចាងលីងហឺធានស៊ីវៃ
Tennessee White គឺជាផ្កា95ដែលមានប្រជាប្រិយភាពយ៉ាងខ្លាំងក្នុងរយៈពេលប៉ុន្មានឆ្នាំថ្មីៗនេះនាងស្អាតហើយមើលទៅល្អក្នុងសម្លៀកបំពាក់បុរាណប៉ុន្មានឆ្នាំចុងក្រោយនេះ Tennessee White ក៏បានសហការជាមួយតារាប្រុសល្បីៗជាច្រើនដូចជា Pai Ching-ting ក្នុងរឿង New Life Begins Wang Heti ក្នុងរឿង Guardians of the Tafeng Tu Kai ក្នុងរឿង Moonlight Return Zhang Linghe ក្នុងរឿង Chasing the Jet ដែលស្ទើរតែទាំងអស់សុទ្ធតែជារឿងភាគដែលចំណាយថវិកាច្រើន Tennessee White ត្រូវបានគេប្រាប់ជាយូរមកហើយថានឹងក្លាយជាតារាសម្ដែងដែលមានចំណាត់ថ្នាក់ខ្ពស់បន្ទាប់ចៅលឺស៊ឺនិងអ៊ីស៊ូស៊ីនហើយដែលនាងត្រូវការគឺស្នាដៃវិញ្ញាសាសម្ដែងរបស់ Tennessee White គឺមានភាពចម្រុះល្អណាស់នាងមើលទៅស្រស់ស្អាតទាំងក្នុងសម្លៀកបំពាក់បុរាណនិងសម័យទំនើបដែលបង្ហាញពីភាពប៉ិនប្រសប់ដ៏អស្ចារ្យរបស់នាងចៅយាចៅយាដែលជាតារាកំពុងរះក្នុងរឿងភាគដ៏ល្បី Word of Honor ឥឡូវនេះគឺជាតួអង្គលេចធ្លោនៅ Hillsong Media ភាពស្រស់ស្អាតដែលត្រូវបានទទួលស្គាល់ក្នុងចំណោមទសវត្សរ៍ទី95នាងបានសម្ដែងក្នុងរឿងភាគចិនដីគោកជាច្រើនដែលសម្របតាម IP សំខាន់ៗក្នុងរយៈពេលប៉ុន្មានឆ្នាំថ្មីៗនេះរួមមាន Back from the Brink Love Me Love My Voice និង Legend of the Female General ជាដើមសង្កតែផ្អែកលើប្រឡំលោកដ៏មានប្រជាប្រិយទស្សនិកជនជាច្រើនមានអារម្មណ៍ថាចៅយានៅតែខ្វះខាតរឿងភាគដែលល្បីស្រដៀងនឹងរឿង Love Between Fairy and Devil របស់ Lee Soo-sin និងរឿង Love Like the Galaxy របស់ចៅលឺស៊ឺដែលធ្វើឲ្យនាងពិបាកនឹងមានចំណាត់ថ្នាក់ខ្ពស់ជាងនេះចៅយាត្រូវបានគេស្គាល់ដោយសារតែរូបរាងដ៏ល្អរបស់នាងហើយខណៈពេលដែលនាងត្រូវបានគេរិះគន់ម្ដងម្កាលនាងក៏មានការរីកចម្រើនគួរឲ្យកត់សម្គាល់ផងដែរយាមានរឿងភាគថ្មីៗជាច្រើនដែលត្រៀមចេញផ្សាយប៉ុន្តែរឿងដែលគេទន្ទឹងរង់ចាំខ្លាំងបំផុតនោះគឺរឿងភាគប្រវត្តិសាស្ត្រ A Spring of O ជាមួយនឹងតារាប្រុស Su Kai 5 Lee Lanty Lee Lanty ទទួលបានភាពល្បីល្បាញជាមួយនឹងរឿងភាគយុវវ័យ My Huckleberry Friends តែរឿងភាគបន្តរបស់នាងគឺមិនសូវមានការជជែកវែកញែកច្រើននោះទេជាងនេះទៅទៀតតួនាទីរបស់នាងក្នុងរឿងភាគ Dreaming Back to the Qing Dynasty ត្រូវបានគេរិះគន់មិនសំចៃមាត់នៅលើអ៊ីនធឺណិតទោះយ៉ាងណាក៏ដោយ Lee Lanty គឺជាតារាសម្ដែងស្រីដែលមានជំនាញសម្ដែងល្អក្នុងចំណោមផ្កា95រឿងភាគថ្មីៗដូចជា The Starry Love Love of Nirvana និង Angels Fall Sometime ជាទូទៅទទួលបានការវាយតម្លៃល្អ Lee Lanty មានរូបរាងថ្លៃថ្នូរនិងមានផាសុកភាពដែលធ្វើឲ្យនាងមានប្រជាប្រិយភាពយ៉ាងខ្លាំងពីសំណាក់មហាជនលើពីនេះ Lee Lanty បានស្រកទម្ងន់ដោយជោគជ័យក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះហើយទស្សនិកជនជាច្រើនបានកត់សម្គាល់ពីភាពស្រស់ស្អាតរបស់នាងនៅក្នុងរឿង Coroner Diariesនាងជាតារាសម្ដែងដែលមានទេពកោសល្យដែលគេរំពឹងថាជាលំដាប់កំពូលទៅថ្ងៃអនាគតគួនសៅថងជាអតីតតារាកុមារនាងមានបទពិសោធន៍ក្នុងការសម្ដែងយ៉ាងទូលំទូលាយប៉ុន្តែការងារដំបូងរបស់នាងបែរជាបរាជ័យតួយ៉ាងដូចជារឿង Untouchable Lover Noveland The Castle in the Sky និង Sweet Combat សុទ្ធតែទទួលបានការរិះគន់យ៉ាងខ្លាំងអាចទៅជាយ៉ាងនេះភាគច្រើនដោយសារតែគុណភាពផលិតកម្មមិនសូវល្អនិងអសមត្ថភាពរបស់គួនសែវថងក្នុងការជ្រើសរើស script ទោះយ៉ាងណាក៏ដោយក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះសែវថងបានរកឃើញទីផ្សារពិសេសរបស់នាងដោយបានសម្ដែងក្នុងខ្សែភាពយន្តដូចជា 20 Your Life On Once and Forever Romance in the Alley ជាដើមសុទ្ធតែទទួលបានការកោតសរសើរដូច្នេះបើសិនជានាងរើសប្រភេទដែលត្រឹមត្រូវគួនសែវថងច្បាស់ជាអាចបញ្ចេញពន្លឺដែលធ្វើឲ្យនាងក្លាយជាតារាសម្ដែងដែលមានស្ថិរភាពគួរឲ្យកត់សម្គាល់ក្នុងចំណោមជំនាន់ក្រោយទសវត្សរ៍ទី95និយមលេងអ៊ីនធឺណិតជឿថាគួនសៅថងគឺស័ក្តិសមសម្រាប់ការក្លាយជាតារាសម្ដែងដែលមានឥទ្ធិពលម្នាក់3 Meng Chee ការពិតមឹងជឺអ៊ីកើតនៅឆ្នាំ1994ប៉ុន្តែគេបានចាត់នាងចូលក្រុមផ្កា95នាងបានប្រឡូកក្នុងវិស័យនេះជាយូរមកហើយដោយទទួលបានការចាប់អារម្មណ៍យ៉ាងទូលំទូលាយជាលើកដំបូងសម្រាប់តួនាទីជា Wen Ching ក្នុងរឿង The Anthem គឺយ៉ាងណាក៏ដោយជាប្រយោជន៍របស់នាងដំបូងឡើយមិនសូវល្អទេដោយមានអ្នកស្អប់ច្រើននាងមានសម្រស់ស្រស់ស្អាតក្នុងឈុតសម្លៀកបំពាក់បុរាណថ្មីៗនេះនាងបានសម្ដែងក្នុងរឿង Blossom ដែលបានធ្វើឲ្យនាងមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងត្រូវតែអរគុណចំពោះការវាយតម្លៃជាវិជ្ជមានរបស់ Blossom ដែលនាំឲ្យ Meng Chee និង Lee In Rui បានសហការគ្នាម្ដងទៀតសម្រាប់រឿងភាគ Princess Sang ដែលរំពឹងថានឹងចម្លងពីភាពជោគជ័យរបស់រឿងភាគ Blossom 4
ចាំងជីងអ៊ីចាំងជីងអ៊ីគឺជាតារាកំពុងរះដែលត្រូវបានផ្សព្វផ្សាយដោយទីភ្នាក់ងារតុងស៊ិន Theater របស់តារាសម្ដែងជើងចាស់ជើស៊ុនតាំងពីនាងចេញសម្ដែងដំបូងមកនាងបានបង្ហាញខ្លួនជាប្រចាំក្នុងផលិតកម្មលំដាប់កំពូលដោយធានាបានទាំងរឿងភាគនិងភាពយន្តខ្នាតធំថ្មីនេះនាងបានសហការជាមួយសៅចាន់ក្នុងរឿង Legend of Shanghai ឈិនហ្វៃអ៊ីក្នុងរឿង Lighter and Princess និងកំពូលតារាជើងចាស់តូនីលឿងរួមទាំងវ៉ាងអ៊ីប៉ក្នុងរឿង Hide and Blade យ៉ាងជីងអ៊ីបានសហការជាមួយក្រុមផលិតល្បីឈ្មោះហើយសេរីលទ្ធផលទាំងអស់សុទ្ធតែទទួលបានការពិនិត្យជាវិជ្ជមានបើទោះជាតួលេខចរាចរណ៍ទូទៅរបស់ចាងជីងអ៊ីមិនខ្ពស់ដូចចៅលឺស៊ឺនិងអ៊ីស៊ូស៊ីនប៉ុន្តែនឹងត្រូវបានគេចាត់ទុកថាជាតារាស្រីចំនួនថ្មីដែលលេចធ្លោបំផុតម្នាក់ដែលកើតក្រោយឆ្នាំ1995នាងមិនមានព័ត៌មានអវិជ្ជមានច្រើនទេហើយត្រូវបានគេស្គាល់ថាមានជំនាញក្នុងការជ្រើសរើស script អ្នកនិយមលេងអ៊ីនធឺណិតជាច្រើនមានសតិធនិយមចំពោះការរីកចម្រើនឥតឈប់ឈររបស់នាងដែលជឿថានាងជាប្រភេទដែលរួមបញ្ចូលគ្នាទាំងប្រជាប្រិយភាពនិងទេពកោសល្យ1. Song Joo-er អ្នកឈ្នះគឺសុងជូអឺដូចវូឡៃនិងយ៉ាងជឺដែរសុងជូអឺគឺជាតារាកុមារដ៏ល្បីល្បាញរូបរាងនិងជំនាញសម្ដែងរបស់សុងជូអឺគឺពិសេសដំបូងសុងជូអឺត្រូវបានជាប់ពាក់ព័ន្ធនឹងរឿងអាស្រូវកិច្ចពន្ធដែលនាំឲ្យមានការព្រួយបារម្ភថារឿងភេទរបស់នាងនឹងត្រូវបានបិទមិនឲ្យចាក់ផ្សាយយ៉ាងណាក៏ដោយនៅឆ្នាំ2025សុងជូអឺបានសម្ដែងក្នុងរឿង The Prisoner of Beauty និង The Demon Hunters Romance ដែលបានចាក់បញ្ចាំងជាបន្តបន្ទាប់ជាទូទៅដំណើរការបានយ៉ាងល្អរឿងទាំងពីរនេះត្រូវបានគេពិភាក្សាគ្នាយ៉ាងខ្លាំងហើយរូបរាងសម្លៀកបំពាក់ដ៏អស្ចារ្យរបស់សុងជូអឺបានជំរុញឲ្យមានការពិភាក្សាជាច្រើនតាមអ៊ីនធឺណិតនាងក៏មានរឿងភាគថ្មីមួយទៀតដែលមានចំណងជើងថា Cousin Blessings ដែលមានមូលដ្ឋានលើប្រឡំលោកដ៏សំខាន់មួយដែលសម្ដែងជាមួយតារាសម្ដែងចំនួនថ្មីឈិនស៊ិនហៃប្រិយមិត្តកំពុងរងចាំឈ្មោះតារាសម្ដែងស្រីដ៏ល្បីឈ្មោះចៅលឺស៊ឺមែនទេចៅលឺស៊ឺមិនបានជាប់ចំណាត់ថ្នាក់កំពូលទាំង10ទេនាងនិងអ៊ីស៊ូស៊ីនបច្ចុប្បន្នគឺជាតារាស្រីវ័យក្មេងដ៏មានប្រជាប្រិយភាពបំផុតដែលកើតក្រោយឆ្នាំ1995ចៅលឺស៊ឺគឺជាប្រធានបទដ៏ក្តៅគគុកនិងមានការងារតំណាងជាច្រើនស្ទើរតែគ្រប់តួសម្ដែងរបស់នាងរួមទាំងរឿង The Romance of Tiger and Rose Love Like the Galaxy Hide and Love និង The Story of Pale Girl ជាដើមត្រូវបានចាក់ផ្សាយដោយជោគជ័យទោះយ៉ាងណាក៏ដោយថ្មីនេះចៅលឺស៊ឺនិងក្រុមហ៊ុនភ្នាក់ងាររបស់នាងកំពុងមានភាពរកាំរកូសដែលបង្កឲ្យមានភាពតានតឹងនៅលើអ៊ីនធឺណិតនិងបណ្ដាលឲ្យមានការធ្លាក់ចុះនៃប្រជាប្រិយភាពរបស់នាងប្រសិនបើចំនួនជាមួយភ្នាក់ងាររបស់នាងមិនត្រូវបានដោះស្រាយដោយត្រឹមត្រូវចៅលឺស៊ឺអាចប្រឈមមុខនឹងការផ្អាកការថតជាច្រើនឆ្នាំឧស្សាហកម្មកំសាន្តកំពុងផ្លាស់ប្ដូរយ៉ាងឆាប់រហ័សហើយជាមួយនឹងតារាដែលកំពុងកើនឡើងដូចជាជើយេធានស៊ីវ័យវ៉ាងឈូរ៉ាននិងចាងជីងអ៊ីជាដើមកំពុងប្រជែងគ្នាសម្រាប់ការចាប់អារម្មណ៍ដូច្នេះរយៈពេលដ៏យូរដែលគ្មានការចេញផ្សាយថ្មីអាចនាំឲ្យចៅលឺស៊ឺត្រូវបានគេបំភ្លេចចោលដែលនឹងធ្វើឲ្យប៉ះពាល់ដល់ការអភិវឌ្ឍរយៈពេលវែងរបស់នាងសង្ឃឹមថាចៅលឺស៊ឺអាចដោះស្រាយជម្លោះជាមួយក្រុមហ៊ុនដែលជោគជ័យសម្រាប់ប្រិយមិត្តដែលមិនទាន់បាន Subscribe Channel Puchen Dara សូមចុច Subscribe ជាបន្ទាន់ដើម្បីទទួលបានព័ត៌មានកម្សាន្តពីតារាល្បីៗថ្មីៗប្លែកៗ